ដើម្បីបង្កើតទ្រព្យសម្បត្តិយើងត្រូវតែមានភាពក្លាហានហើយហ៊ានទទួលយកការបរាជ័យវាមិនមែនជាអ្វីដែលកើតឡើងភ្លាមៗទេប៉ុន្តែជាដំណើរការដែលត្រូវការសម្រេចចិត្តនិងការព្យាយាមជាបន្តបន្ទាប់មនុស្សដែលអាចបង្កើតទ្រព្យសម្បត្តិបានជាញឹកញាប់គឺជាមនុស្សដែលមិនខ្លាចការបរាជ័យហើយមានចិត្តក្លាហានក្នុងការសាកល្បងអ្វីថ្មីៗប៉ុន្តែការរក្សាទ្រព្យសម្បត្តិវិញវាគឺជារឿងមួយផ្សេងទៀតទាំងស្រុងវាត្រូវការវិន័យការគិតឲ្យបានច្បាស់លាស់និងការប្រុងប្រយ័ត្នបើគ្មានវិន័យទេនោះមនុស្សអាចចំណាយលុយដោយមិនចេះគិតហើយបាត់បង់អ្វីដែលខ្លួនបានខិតខំរកបានមនុស្សជាច្រើនរកបានប្រាក់ច្រើនប៉ុន្តែបាត់បង់វាទៅវិញព្រោះមានចិត្តលោភលន់ឬចង់បានច្រើនជាងទៀតដោយមិនគិតពីហានិភ័យមេរៀនសំខាន់គឺកុំបោះបង់អ្វីដែលខ្លួនបានកសាងរួចហើយការការពារទ្រព្យសម្បត្តិគឺសំខាន់ដូចគ្នាឬមួយក៏វាអាចសំខាន់ជាងការរកបានថែមទៀតផងការរស់នៅយ៉ាងសមរម្យមិនហួសហេតុនិងដឹងថាតើគ្រប់គ្រាន់នៅទីណានឹងជួយឲ្យអ្នកមានស្ថិរភាពក្នុងជីវិតមួយដ៏វែងឆ្ងាយជាចុងក្រោយការរីកចម្រើនពិតប្រាកដមិនមែនមានត្រឹមតែការបង្កើតទ្រព្យសម្បត្តិនោះទេប៉ុន្តែវាជាសមត្ថភាពក្នុងការថែរក្សាទុកនិងប្រើវាឲ្យមានតម្លៃយូរអង្វែង